ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះបងប្អូនខ្ញុំបង្ហាញវិធីឆាគ្រឿងខ្យងយើងបងប្អូនយើងដាក់ប្រេងឆាយើងមករួចហើយគ្រឿងយើងបុកហើយគឺគ្រឿងដូចយើងស្លម្ជូរគ្រឿងអញ្ចឹងបងប្អូនចាយើងដាក់អំលីងវាឲ្យឈ្ងុយមកចារួចហើយយើងដាក់ម្ទេសឆ្អើរយើងនោះបងប្អូនក៏ច្រាមឲ្យម៉ត់មកចាយើងដាក់មកទី1ឈ្ងុយហឹងហើយទី2គឺវាយកពណ៌ឲ្យស្អាតបងប្អូនចាយើងឆាឲ្យឈ្ងុយល្អមកបងប្អូនចារួចហើយដាក់ស្ករត្នោតយើងមកបងប្អូនអត់មានស្ករត្នោតយើងដាក់ស្ករសក៏បានដែរចាយើងឆាឲ្យឈ្ងុយរួចហើយដាក់ខ្ទិះដូងបងប្អូនចាអំបិលទឹកត្រីប៊ីចេងដោយសារអីខ្ញុំប្រើស្ករត្នោតហើយចឹងយើងដាក់ប្រមាណហ្នឹងទេរួចហើយយើងមកងឲ្យស្ងួយខ្ទិះដូងយើងហ្នឹងបងប្អូនមកឲ្យឈ្ងុយរួចហើយថែមទឹកដោះគោឆៅបន្តិចចាចាប់ផ្ដើមកូរគ្រឿងឲ្យវាចូលគ្នាមកងាស់វាឲ្យឈ្ងុយបងប្អូនរួចហើយចាំយើងដាក់ខ្យងចូលបងប្អូនចាដាក់ខ្យងចូលខ្យងនេះខ្ញុំរកដោយខ្លួនឯងទេបងប្អូនខ្យងបឹងតែបើសិនជាខ្យងថៃយើងត្រូវស្ងោរសិនបងប្អូនស្ងោរយើងចាក់យកទឹកក្បាលធ្វើឲ្យស្អាតបានយើងយកមកឆាតែបើសិនជាខ្យងបឹងរបស់យើងគឺយើងកាប់តកូតមកបងប្អូនយើងឆាទៅចារួចហើយយើងដាក់ខ្យងចូលយើងឆាត្រឡប់មកបងប្អូនឲ្យខ្យងយើងចូលជាតិហើយឲ្យវាឆ្អិនល្អចាឆាច្របល់ឲ្យចូលជាតិឲ្យឆ្អិនល្អនេះហើយឆ្អិនហើយបងប្អូនពេលដែលឆ្អិនគឺយើងចាក់ស្រួលអញ្ចឹងបងប្អូនហ្នឹងហើយហៅបងប្អូនមកញ៉ាំជុំគ្នាចាវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនចាសូមអរគុណសូមជម្រាបលាបងប្អូនទាំងអស់គ្នា